ក្នុងពិធីបើកទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមលើកទី2ថ្ងៃទី26ខែមិថុនាឆ្នាំ2025នៅសន្តាគារសុខាភ្នំពេញឯកឧត្តមអគ្គបណ្ឌិតសភាចារអូនពាន់មនីរតន៍ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថាកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាកំណើនជាមធ្យមជាង 7% ក្នុងមួយឆ្នាំក្នុងរយៈពេលជាង2ទសវត្សរ៍នៃដំណាក់កាលមុនវិបត្តិជំងឺ Covid-19 ហើយក្នុងរយៈពេលជាង3ឆ្នាំចុងក្រោយសេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងរហ័សនិងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំបន្ទាប់ពីវិបត្តិជាសកលនេះទោះបីត្រូវបន្តពុះពៀជំនះនៅបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពភូមិសាស្ត្រនយោបាយនិងភូមិសាស្ត្រសេដ្ឋកិច្ចជាសកលយ៉ាងណាក្តីឯកឧត្តមអគ្គបណ្ឌិតបញ្ជាក់ថាកម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចដ៏ល្អបែបនេះគឺដោយសាររាជរដ្ឋាភិបាលបានដាក់ចេញនិងជំរុញអនុវត្តយ៉ាងសកម្មនិងទាន់ពេលនៅគោលនយោបាយត្រឹមត្រូវមុតស្រួចនិងចំទិសដៅនៅតាមវិស័យសំខាន់ជាអាទិភាពមានជាអាចការពង្រឹងអភិបាលកិច្ចការទ្រទ្រង់កំណើននិងការធ្វើទំនើបកម្មសេដ្ឋកិច្ចការបង្កើតការងារទាំងគុណភាពនិងបរិមាណការលើកស្ទួយវិស័យឯកជននិងសហគ្រិនភាពការកសាងមូលធនមនុស្សការលើកស្ទួយសេវាគាំពារសង្គមនិងសុខុមាលភាពប្រជាជនការពង្រឹងចីរភាពបរិស្ថាននិងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុការជំរុញធ្វើបដិវត្តកម្ម Digital ទាំងក្នុងសង្គមនិងសេដ្ឋកិច្ចការស្ដារនៅវិស័យជាចន្ទុលនៃកំណើនដែលមានស្រាប់ក៏ដូចជាការលើកកម្ពស់វិស័យសក្តានុពលថ្មីមួយចំនួនទៀតរួមទាំងការវិនិយោគលើសហគ្រាសធុនមីក្រូតូចនិងមធ្យមនិងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថាទាំងអស់នេះបានរុញច្រានឲ្យកម្ពុជាចេញផុតពីឋានៈជាប្រទេសមានចំណូលទាបនិងបានប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបចាប់ពីឆ្នាំ2015មកម្លេះហើយបច្ចុប្បន្នកម្ពុជាក៏កំពុងត្រៀមខ្លួនចាក់ចែងពីចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ2029ស្របតាមសន្ទុះជាក់ស្ដែងនៃការអភិវឌ្ឍរបស់ខ្លួនសូមជម្រាបជូនថាក្នុងសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលអានដោយឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានបញ្ជាក់ថាសហគ្រាសធុនមីក្រូតូចនិងមធ្យមមានចំនួនច្រើនលើសលប់និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចជាតិដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារនិងមុខរបរការបង្កើនប្រាក់ចំណូលការកាត់បន្ថយភាពក្រីក្រនិងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពបរិយាបន្ននិងភាពធន់ហេតុនេះហើយទើបរាជរដ្ឋាភិបាលតែងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសហគ្រាសធុនមីក្រូតូចនិងមធ្យមតាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើកនិងគ្រប់ជ្រុងជ្រោយដើម្បីផ្ដល់ការគាំទ្រ